បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំបានមកចូលនៅព្រៃចំការមួយហើយព្រៃចំការនេះមានបោះផ្លែកបាទជីចំការចាស់ហើយនេះគឺជារោងឡអិតចាស់ឡអិតយូរហើយដល់តាំងពីឆ្នាំណាមកទេបាទឥឡូវខូចខាតអស់ច្រើនហើយបាទគឺឡអិតគឺពីមុនជារោងចក្រដែលផលិតតែឥឡូវអត់មានអ្នកនៅទេបាទហើយនេះដែរខ្ញុំមកថតវីដេអូមួយចង់ប្រាប់បងប្អូនអរគ្នាហើយមានសាម៉ៅផ្លែច្រើនណាបាទសាម៉ៅបាទសាម៉ៅនេះសាម៉ៅនេះគឺសាម៉ៅគេដាំទៅជាចកាចាស់បាទសត្វស៊ីច្រើននេះផ្លែល្អណាស់បាទផ្លែធំផ្លែដល់ដីបងប្អូនបាទផ្លែល្អមែនទេស្មើធម្មជាតិវាផ្លែចាស់យូរឆ្នាំហើយវាម្ចាស់គេមិនបានថែសារទេវាដូចជារបស់ធម្មជាតិហើយគាត់ថាខ្ញុំក៏អត់ហ៊ានបេះដែរក៏គឺជាការថតនៅវីដេអូទេគឺមិនហ៊ានបេះទេច្រើនមែនទេបាទច្រើនណាស់ផ្លែល្អហូរផ្លែកឹបដល់ដីតែម្ដងគឺខ្ញុំបានឈរនេះត្រឹមជើងបាទផ្លែដល់ដីមកផ្លែល្អមែនទេហើយខ្ញុំបានមកឃើញនៅបញ្ញាមួយបាទខ្ញុំភ្លេចដើមហើយមុននោះមកឃើញមានបញ្ញាខ្ញុំស្អែកមួយតែយកមករំមើលសិនបាទមានទាំងទុរេនទៀតបាទនោះគឺទុរេនក៏កំពុងតែផ្លែដែរបាទនៅចំការចាស់នេះបានមានបញ្ញាក្អែកមួយដែរទៅមើលខ្ញុំដើររកហើយបញ្ញាក្អែកនោះគឺបញ្ញាល្អបញ្ញាហ្នឹងថ្ងៃមុនជីកាត់ឃើញមានបញ្ញាក្អែកឲ្យដើមនោះវាសុបទ្រុបល្អបាទបងប្អូនអរគ្នាតាមអានមកខ្ញុំបាទនឹងមានជួបអ្វីខ្លះបាទប្លែកដែរហើយនេះក៏ផ្ទះគេចាំដែរតែឥឡូវអត់មានអ្នកនៅទេបាទមុខណាស់បាទមុខនេះបាទហើយនោះគឺម៉ូតូខ្ញុំហើយមកមិញនេះពុកម៉ែបងប្អូនបាទឃើញអូផ្លែល្អនេះមានទាំងផ្លែផាសិនទៀតបាទផ្លែផាសិនផ្លែល្អទៀតនេះផ្លែដល់ដីដែរហើយខាផ្លែផាសិនបងប្អូនមួយចំនួនស្គាល់ថាផ្លែនេះគឺជាផ្លែក្រូចពណ៌បាទផ្លែល្អណាស់ផ្លែដល់ដីតែមកនេះតែនេះក៏អត់មានអ្នកនៅដែរបាទអត់មានអ្នកនៅដេកដល់ចាំទេអត់ទេនេះផ្លែផាសិនបាទនេះអូចផ្ទះបាទផ្លែទៀបបាទផ្លែល្អណាស់គ្រប់ហើយបញ្ញាដែលខ្ញុំបានចង់បង្ហាញនេះឃើញទេមិនដើរហួសពេលមុនជិះកាត់ជិះផ្លូវក្រោយបាទមើលឃើញនេះបាទនេះបញ្ញាក្អែកបាទបញ្ញាក្អែកនេះគឺបញ្ញាក្អែកដើមខ្នោល្អណាស់មានទាំងផ្កាទៀតបាទតែឡើងយកអត់បានទេបាទព្រៃមកតែម្នាក់ឯងដែរហើយ
ឆ្ងាយបន្តិចអត់មានកបិតកាត់ទៀតនេះបាទពុកម៉ែបងប្អូនមើលឃើញអ្នកនេះបាទមិនខ្ញុំស៊ូមមើលបញ្ញានេះដែរស្រស់ល្អណាស់ច្រើនមែនទែនបាទឡងខ្ចីរវក់តែម្ដងខែនឹងផងខែភ្លៀងទៀតទៅរាំងភ្លៀងមិនដែរនេះបាទនេះគឺជាដើមនេះដើមខ្នុរហើយនេះគឺមេឃនេះបញ្ញាហើយបញ្ញាក្អែកខ្នុរបាទនេះបញ្ញាក្អែកដើមខ្នុរនេះគឺបុរាណលោកប្រើដែរបាទប្រើខាងមហានិយមកំពុងតែមានផ្លែទៀតបាទមានផ្លែចិត្តបញ្ញាក្អែកមួយទៀតផ្លែខ្នុរបាទហើយខ្ពស់ដែរពិបាកនោះចង់យកក៏យកអត់ខាតដែរញ៉ាំដើមខ្នុរនេះដែរគឺយើងអាចយកទៅជាសាងជាកម្មខ្សែកឬខ្សែដៃក៏បានបាទហើយសាងជាព្រះអង្គខាងរស់ស៊ីក៏បានបាទព្រះអង្គផ្នែកលៀបនេះបងប្អូនចំណុចនេះខ្ពស់មកខ្ពស់តានេះចំណុចនេះវាមេឃឡើងមកសិតតែបញ្ញាដុះពេញទៅនឹងទៅមកហើយផ្ទះនេះដែរបាទបញ្ញានេះដែរនៅមានអ្នកចាំបាទមានអ្នកចាំនៅផ្ទះគៀនហើយខ្ញុំនេះមានអ្នកចាំគេចាំយាមថែប៉ុន្តែផ្ទះនេះគឺអត់មានអ្នកថែទេបាទឡើងពុកផុយអស់ហើយបាទមើលតែទៅសដល់ហើយបាទហើយតាមសាមភាពស្ទើរតែមិនហ៊ានឡើងបាទស្ងប់ស្ងាត់ល្អបាទហ្នឹងហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសម្រាប់ទស្សនាហើយអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះបាទហើយវីដេអូនេះដែរចង់បង្ហាញពាក់ព័ន្ធជាមួយផ្ទះចាស់បាទផ្ទះចាស់នៅដីចំការចាស់ហើយមានរបស់របរតំណាំហូបបបោបាទល្អណាស់ហើយមានបញ្ញាក្អែកមានអីកន្លែងសនុកសុខសប្បាយតិចជុំណាហើយគៀននេះដែរគឺមានរោងតែមិនវាលដែរបាទតែខូចខាតអស់ហើយបាទអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះបាទហើយសូមកុំភ្លេចពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាកណ្ដឹងបាទដើម្បីទទួលបានវីដេអូថ្មីៗពេលដែលខ្ញុំបានផុសទៅក្រោយៗបាទសូមអរគុណបាទ